ពេលដែលរុស្ស៊ីវាយប្រហារស្រោចដោយមីស៊ីលបាឡីស្ទិកដែលតាមលោកសេរិនស្គីថាភាគច្រើនរបស់កូរ៉េខាងជើងផងចុងក្រោយនេះហើយកូរ៉េខាងជើងក៏បានបញ្ជូនរួចហើយទាហានប្រមាណជា3ទៅ50000នាក់មកបន្ថែមទៀតមកកាន់ទឹកដីរុស្ស៊ីដែលលោកសេរិនស្គីថាឥឡូវនេះកំពុងតែឈរជើងនៅរុស្ស៊ីរួចហើយកន្លងមកក៏ធ្លាប់បានបញ្ជូនដែរក្នុងមិនចំនួនច្បាស់ទេដែលគេថាអាចក្នុងរង្វង់10000នាក់ហើយបើតាម BBC ថាអាច3000នាក់បានស្លាប់អញ្ចឹងព័ត៌មានខ្លះក៏មានការបង្ហើបដែរអញ្ចឹងការប្រកាសរបស់លោកសេលេនស្គីថាកូរ៉េខាងជើងបញ្ជូនទាហានបន្ថែមនេះក៏ស្របនឹងដំណឹងទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងទៅកាន់រុស្ស៊ីកាលពីខែមុនដែរអញ្ចឹងក៏វាស្របគ្នានៃការដាក់ពង្រាយហើយកូរ៉េខាងជើងមិនចម្លែកទេគឺប្រកាសពេញមុខពេញមាត់ពីសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងកូរ៉េខាងជើងជាមួយនឹងប្រទេសរុស្ស៊ីនោះបាទលោកណាមិនមិញលោកមានប្រសាសន៍ថាគឺអ៊ុយក្រែនបានបាញ់រុលចូលទៅរុស្ស៊ីជ្រៅប៉ុន្តែចំពោះការកាន់កាប់វិញសពថ្ងៃគឺរុស្ស៊ីកាន់កាប់ក្នុងកម្រិតណាហើយគ្រាន់តែការប្រើអ៊ុយក្រែនប្រើសភាវុធចូលទៅជ្រៅប៉ុន្តែការកាន់កាប់របស់អ៊ុយក្រែននៅដដែលឬក៏រុលជាមុននោះណាបាទរយៈកាលចុងក្រោយគេមើលឃើញចាប់តាំងពីជំនួបលោកត្រាំនិងលោកវ្លាឌីមៀពូទីននៅខែសីហាឆ្នាំ2025កន្លងទៅកាលហ្នឹងគឺលើកឡើងអំពីលក្ខខណ្ឌគ្មានប្រៀបប្រហែលលក្ខខណ្ឌចាញ់ប្រៀបរបស់អ៊ុយក្រែនដែលទៅទទួលយកកិច្ចព្រមព្រៀងសន្តិភាពដោយបង្ខំគឺដីរង្វង់ 20% ដែលអ៊ុយក្រែនដែលរុស្ស៊ីដណ្ដើមបានតាំងពីសង្គ្រាមដំបូងមកគឺមានខាងកើត2ខាងត្បូង2អញ្ចឹងមិនគិតនឹងគ្រីមេនោះឆ្ងាយនោះផងទេអញ្ចឹងគឺអ៊ុយក្រែនមានន័យថាត្រូវបាត់បង់ដីនេះប៉ុន្តែអ៊ុយក្រែនមិនព្រមដោយសារតែកាលនោះគឺនៅសល់តំបន់ដូនញេតនៅសល់ប្រមាណ 5000 គីឡូម៉ែត្រកន្លះនៅសល់ចុងក្រោយគឺទីក្រុង2ប៉ុន្តែអ៊ុយក្រែនថាបើសិនជាឲ្យអ៊ុយក្រែនទទួលយករុស្ស៊ីក៏ត្រូវដកចេញពីនឹងដែរកម្លាំងហើយអ៊ុយក្រែនក៏ត្រូវដកចេញទុកទីនោះជាតំបន់អភិវឌ្ឍដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកទៅជាតំបន់សេដ្ឋកិច្ចពិសេសជាដើមអ្នកណាក៏អាចចូលបានតែរុស្ស៊ីមិនព្រមទេថាឲ្យចេញអាហ្នឹងទៅហើយកន្លែងផ្សេងទៀតរុស្ស៊ីទៅច្រាប់បានមួយថ្ងៃពីរថ្ងៃភូមិលំនៅឋានអីក៏មិនព្រមឲ្យដែរគឺថាភូមិ3 4ដែលចាប់បានគឺរុស្ស៊ីត្រូវតែកាត់យកអញ្ចឹងហើយបានអ៊ុយក្រែនត្រូវសម្រេចចិត្តថាគេហៅថាសង្គ្រាមដើម្បីការរស់រានរបស់អ៊ុយក្រែនដែលធ្លាប់ប្រកាសកន្លងមកដំណាក់កាលចុងក្រោយនេះអញ្ចឹងមានន័យថាពីឆ្នាំ2025ចុងឆ្នាំ2025រហូតដល់ដាច់ឆ្នាំ2025គឺរុស្ស៊ីវារុលទៅមុខឡើងបានមានន័យថាយឺតក្នុងសន្ទុះនឹងយឺតយ៉ាវបំផុតមិនមែនដូចរយៈកាលដំបូងចូលដល់ជុំវិញរដ្ឋនីតិទេគឺថាលឿនតែក្រោយមកគឺមានការយឺតយ៉ាវឥឡូវនេះគឺនៅសមរភូមិហាក់ដូចជាមិនរុលទៅមុខបានទេនៅត្រឹងដោយសារតែអ៊ុយក្រែនវាប្រហាមិនត្រឹមតែចូលជ្រៅទៅកាន់ហេដ្ឋារចនាសម្ព័ន្ធធម្មពលទីតាំងផ្គត់ផ្គង់ឃ្លាំងរបស់ក្រុមហ៊ុននានាដែលផ្គត់ផ្គង់ដល់យោធាគឺនៅសូម្បីតែក្នុងតំបន់ដែលរុស្ស៊ីគ្រប់តំបន់អ៊ុយក្រែនទឹកដីអ៊ុយក្រែននៅសាប៉ូរីសានៅខឺសិននៅភាគនៅរែងទីតាំងផ្សេងទៀតដូចជាលូហានដូចជាអីនេះគឺសិតតែរងការវាយប្រហារដោយរបស់អ៊ុយក្រែនដីខ្លួនឯងក៏ធ្លាប់ប្រជាពលរដ្ឋខ្លួនឯងរស់នៅប៉ុន្តែឥឡូវនេះគឺរដ្ឋបាលផ្សេងអញ្ចឹងហើយអ៊ុយក្រែនត្រូវសម្រេចចិត្តបង្កើនការវាយប្រហារមានន័យថាខាងមុខផងហើយការវាយប្រហារម្ដងរបស់អ៊ុយក្រែនគឺក្នុងសន្ទុះខ្លាំងខ្លាមានន័យថាច្រើនជាហ្វូងដ្រូនផងទៀតកាលពីខែមិថុនាកន្លងទៅមានវេទិកាសេដ្ឋកិច្ចអន្តរជាតិដែលរុស្ស៊ីតែងធ្វើរាល់ឆ្នាំនៅសិនពេតឺស្បឺកគឺមុនពេលការបើកវេទិកានោះគឺអ៊ុយក្រែនបានបញ្ជូនវងដ្រូនជាច្រើនវាយចូលដល់ទីក្រុងសិនពេតឺស្បឺកដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាអន្តរជាតិជាពិសេសគឺភ្ញៀវដែលទៅចូលរួមភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញឲ្យទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិហ្នឹងអញ្ចឹងការវិវត្តរបស់អ៊ុយក្រែនបានចូលជ្រៅមានន័យថានាំសង្គ្រាមពីអ៊ុយក្រែនដែលនៅក្នុងទឹកដីអ៊ុយក្រែនបង្កឡើងដោយរុស្ស៊ីនេះចូលទៅដល់ទឹកដីរុស្ស៊ីដោយសារគេហៅសាធារណរដ្ឋនានារបស់រុស្ស៊ីមានតាសាសានជាដើមសិទ្ធិរងការវាយប្រហាររបស់អ៊ុយក្រែនដោយប្រើដ្រូនរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពខ្លាំងរហូតដល់អាចបំផ្លាញទៅយន្តហោះចម្បាំងរបស់រុស្ស៊ីបានផងទៀតនេះចាលោករីណាយើងកត់សម្គាល់ដែរថាតាមរយៈសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះ
អ៊ុយក្រែនបានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបានន័យថាទប់ទល់ជាមួយនឹងរុស្ស៊ីបានទប់មិនឲ្យរុស្ស៊ីរុលមកលឿនចូលទៅក្នុងទឹកដីរបស់ខ្លួនក៏ប៉ុន្តែសង្គ្រាមនេះវាបានអូសបន្លាយអស់រយៈពេលជាង4ឆ្នាំហើយអញ្ចឹងទោះបីតែមានការអភិវឌ្ឍខ្លួនយ៉ាងណាក៏ដោយអាការវាបហាគ្នានឹងវានៅតែមានដដែលហើយប្រទេសអ៊ុយក្រែននឹងក៏រងភាពខ្ទេចខ្ទាំខ្លាំងទៀតមើលទៅតាមការតាមដានឃើញថាស្ថានភាពរុស្ស៊ីនិងអ៊ុយក្រែននឹងវានៅតែបន្តអូសបន្លាយតទៅទៀតច្រើនឆ្នាំទៅមុខទៀតឬក៏យ៉ាងណាហើយស្ថានភាពបែបនេះវានឹងធ្វើឲ្យមានការខ្ទេចខ្ទាំបែបណាដែរបន្តទៀតសម្រាប់ប្រទេសមួយនេះចា៎បាទបើតាមក្រុមអ្នកជំនាញជាន់ខ្ពស់នៅវិទ្យាសាស្ត្រស្រាវជ្រាវរុស្ស៊ីមិនរុស្ស៊ីទេរុស្ស៊ីដែលមានមូលដ្ឋាននៅទីក្រុងឡុងបានលើកឡើងថាការវាយប្រហាររបស់អ៊ុយក្រែននេះគឺជាចេតនាពិតប្រាកដដើម្បីមានព្រៀបនាំឲ្យរុស្ស៊ីមករត់តុចរចាវិញចាអញ្ចឹងបើសិនជាអ៊ុយក្រែនមានស្លឹកឌីហើយមានន័យថាមានព្រៀបក្នុងការនិយាយគ្នាហើយមាន bargaining chip ក្នុងដៃហើយគឺអាចនិយាយគ្នាបានក្នុងកម្រិតណាគឺអាចបញ្ចប់សង្គ្រាមបានហើយរឿងនេះក៏គេធ្លាប់និយាយកន្លងមកដែរថាបើអ៊ុយក្រែនចាញ់ព្រៀបឆ្ងាយពេកបែបនេះគឺដើរតាមលក្ខខណ្ឌរុស្ស៊ីទាំងអស់ប៉ុន្តែបើអ៊ុយក្រែនមានព្រៀបខ្លាំងទៅលើសមរភូមិជាពិសេសក្នុងការវាយលុកបង្កទៅជាវិបត្តិធម្មពលចាវិបត្តិនៃផ្នែកសេដ្ឋកិច្ចក្នុងការបង្អាក់សកម្មភាពនានាក្នុងការធ្វើអាជីវកម្មអាចថាមានព្រៀបអាចថាជា bargaining chip ជាទម្ងន់សកត់ទុកចរចានិយាយគ្នាបានប៉ុន្តែបើចាញ់ព្រៀបឆ្ងាយគឺទៅដល់គឺទៅត្រៀមទៅសញ្ញាឲ្យទៅតាមលក្ខខណ្ឌរបស់រុស្ស៊ីទេចាហើយការវាយប្រហាររបស់អ៊ុយក្រែនមើលទៅគឺមានគេហៅថាមានបង្វែរទិសដៅក្នុងសន្ទុះល្អប៉ុន្តែក៏រងគ្រោះធ្ងន់ដែរវាយទៅរុស្ស៊ីឆេះឃ្លាំង2 3ថ្ងៃនេះយប់នេះចិត្តភ្លឺថ្ងៃស្អែកនេះគឺស្រោចមកវិញក៏ទ្រង់ទ្រាយធំដែរគឺអ្នកស្លាប់ជនស៊ីវិលក៏ដោយគឺទៅតាមទីតាំងដែលយោធារបស់រុស្ស៊ីបានដាក់មកអញ្ចឹងក៏វារបួសធ្ងន់ធ្ងរទៅវិញទៅមកកើតជាវិបត្តិទាំងសងខាងហើយតម្រុយនៃការវាយប្រហារគេនេះវាអត់ទាន់មានសញ្ញាថានឹងដើរទៅចំណុចណាដែលវាចប់បានទេចាអញ្ចឹងការព្រួយបារម្ភគឺនៅតែមានប៉ុន្តែលោកមីរ៉ាន់ស្គីបានលើកឡើងថាយុទ្ធនាការ40ថ្ងៃដែលហៅថាយុទ្ធនាការដើម្បីការរស់រាននេះគឺអ៊ុយក្រែនមិនទម្លាក់ទេមិនទម្លាក់ចោលទេនឹងបន្តទៀតដើម្បីការតស៊ូនេះគឺដើម្បីជួយខ្លួនឯងទោះបីជាថាមិនជួយអឺរ៉ុបក៏ដោយគឺដើម្បីសង្គ្រោះខ្លួនឯងតែក្នុងពេលដែលត្រូវជួយសង្គ្រោះខ្លួនឯងនេះលុះត្រាតែការផ្គត់ផ្គង់ជំនួយពីការដៃគូនឹងមិនអាចធូរដៃបានទេនៅតែបង្កើនការផ្ដល់ជំនួយឥឡូវក៏គេមានការព្រួយបារម្ភដែរពីការផុតអាណត្តិនៃប្រធានាធិបតីបារាំងលោកអ៊ីម៉ានូអែល ម៉ាក្រុងឆ្នាំ2027ការឡើងកាន់តំណែងថ្មីនៃនាយករដ្ឋមន្ត្រីឯកភពអង់គ្លេសការប្រឆាំងកើនឡើងឬក៏ក្រុមស្ដាំនិយមជ្រុលកើនឡើងនៅប្រទេសអាល្លឺម៉ង់វាបាត់បកគូលក្នុងការជួយជ្រោមជ្រែងនេះក៏ជាការបារម្ភប៉ុន្តែជារឿងមួយសំទំនងដែលគេមើលឃើញថាវាអាចជួបការលំបាកដល់ឆ្នាំ2027ខាងមុខស្របពេលដែលពេលនេះគឺអ៊ុយក្រែននៅមានចាប់ផ្ដើមមើលឃើញស្លឹកដៀលល្អៗក្នុងការលេងជាមួយរុស្ស៊ីនេះបាទចា